អង្គការស្ថាបនាជីវិតបានជីកស្រះមួយទំហំ20គុណនឹង25ម៉ែត្រនៅឃុំអូស្រុកភ្នំស្រួយខេត្តកំពង់ស្ពឺនៅក្នុងគោលបំណងស្តុកទឹកសម្រាប់ការប្រើប្រាស់នៅរដូវប្រាំងហើយប្រជាកសិករអាចប្រកបរបរដាំដុះបានយ៉ាងល្អប្រសើរនៅក្នុងគោលបំណងដើម្បីធ្វើយ៉ាងណាឲ្យប្រជាជនអាចបន្ស៊ាំទៅនឹងការបម្រែបម្រួលអាកាសធាតុនៅពេលខាងមុខស្រះនេះអាចជីកទៅបានគឺអាស្រ័យលើការចូលរួមរបស់ប្រជាពលរដ្ឋភូមិឃុំនិងអាជ្ញាធរមូលដ្ឋានដែលពាក់ព័ន្ធនេះគឺជាស្រះសហគមន៍ហើយយើងទាំងអស់គ្នាសន្យាថានឹងរក្សាស្រះមួយនេះឲ្យបានគង់វង្សសម្រាប់កូនចៅនៅជំនាន់ក្រោយតទៅមុខទៀតគម្រោងនេះគឺបានការឧបត្ថម្ភគាំទ្រពីកម្មវិធីអភិវឌ្ឍរបស់អង្គការសហប្រជាជាតិប្រចាំនៅកម្ពុជាដែលហៅកាត់ថា UNDP